ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងមកបង្ហាញពីវិធីធ្វើម្ហូបមួយមុខទៀតហើយឆ្ងាញ់ប្លែកគឺឆ្អឹងជំនីជ្រូកបំពងស្រួយជាមួយនឹងខ្ទឹមសចិញ្ច្រាំបងប្អូនមើលតែរូបរាងក៏ដឹងថាស្រួយដែរអ្វីពិសេសគឺឆ្ងាញ់ទៀតផងអញ្ចឹងយើងទៅមើលវិធីធ្វើនិងការដាក់គ្រឿងផ្សំដោយឥឡូវនេះនាងខ្ញុំមានជាមួយនៅសាច់ជ្រូករបស់យើងឆ្អឹងជំនីបងប្អូនចាយើងយកឆ្អឹងជំនីជ្រូកកាត់ដុំៗមកល្មមទៅកុំឲ្យតូចពេកកុំឲ្យធំពេកតមកទៀតនេះនាងខ្ញុំដាក់ជាមួយនៅប៊ីចេងមួយចុងស្លាបព្រាកាហ្វេជាមួយនឹងម្សៅរ៉ូឌីមួយស្លាបព្រានិងម្រេចកន្លះស្លាបព្រាហើយនេះគឺជាម្សៅបំពងស្រួយរបស់យើងប្រឡាក់សាច់អញ្ចឹងទៅនិយាយទៅគ្រឿងហ្នឹងគឺនាងខ្ញុំដាក់តែមកល្មមយើងអាចញ៉ាំលេងទេបើសិនជាបងប្អូនញ៉ាំជាមួយបាយយើងដាក់ថែមគ្រឿងតិចទៀតដើម្បីឲ្យវាដិតគឺកាន់តែឆ្ងាញ់ហើយនេះគឺជាផ្នែកជាមួយនឹងខ្ទឹមសចិញ្ច្រាំរបស់យើងយើងអាចបុកក៏បានដែរហើយសាច់ជ្រូកឬមួយក៏ឆ្អឹងជំនីរបស់យើងហ្នឹងគឺបានរួចរាល់យើងទុកមួយឡែកឥឡូវយើងចាប់ផ្ដើមប្រើខ្ទះរាងក្តៅដាក់ប្រេងឆាចូលឲ្យវារាងក្តៅតិចចឹងទៅយើងចាប់ផ្ដើមដាក់ជាមួយនឹងខ្ទឹមសដែលយើងបានចិញ្ច្រាំមិញហ្នឹងណាយើងដាក់លោកនៅក្នុងខ្ទះរបស់យើងតែម្ដងនៅពេលដែលបងប្អូនបំពងខ្ទឹមសរបស់យើងយើងកុំបើកភ្លើងខ្លាំងពេកបណ្ដាឲ្យវាខ្លោចបើកមកល្មមហើយកូរឲ្យខ្ទឹមរបស់យើងឡើងក្រហមបន្តិចចឹងយើងលើកចេញតែម្ដងកុំទុកឲ្យក្រហមលឿងខ្លាំងពេកបើមិនចឹងខ្ទឹមរបស់យើងគឺខ្លោចឈ្ងៀមបងប្អូនគឺអត់ស្រួយឆ្ងាញ់ទេហើយនៅពេលដែលយើងស្រង់ខ្ទឹមរួចរាល់ហើយអាខ្លាញ់ដែលយើងប្រេងឆាដែលយើងស្រង់ហ្នឹងយើងអត់យកទៅណាយើងយកមកបំពងជាមួយឆ្អឹងជំនីជ្រូករបស់យើងតែម្ដងនៅពេលដែលយើងបំពងឆ្អឹងជំនីយើងអាចប្រើភ្លើងខ្លាំងតែម្ដងឯងបងប្អូនយើងប្រើភ្លើងមួយល្មមបានហើយដើម្បីឲ្យឆ្អឹងរបស់យើងគឺឆ្អិនខាងក្នុងបានល្អហើយមួយវិញទៀតគឺធ្វើឲ្យឆ្អឹងជំនីរបស់យើងគឺស្រួយអញ្ចឹងយើងប្រើភ្លើងសឹមមួយល្មមកុំតិចពេកហើយក៏កុំខ្លាំងពេកផងដែរហើយនៅពេលដែលយើងឃើញថាឆ្អឹងរបស់យើងរៀងក្រៀមក្រហមយើងប្រេទៅប្រេមកដើម្បីឲ្យវាឆ្អិនសព្វល្អបងប្អូនចាឥឡូវនេះចាប់ផ្ដើមឡើងក្រហមបែបនេះគឺឆ្អិនហើយស្រួយបងប្អូនមើលទៅគឺហើយមួយវិញទៀតគឺថាក្លិនឈ្ងុយមែនតើណាបងប្អូនចាឥឡូវយើងចាប់ផ្ដើមស្រង់ឆ្អឹងជំនីរបស់យើងដាក់មួយឡែកសិននៅពេលដែលយើងស្រង់ឆ្អឹងជំនីរបស់យើងរួចរាល់ហើយយើងចាប់ផ្ដើមរោយជាមួយនឹងខ្ទឹមសបំពងរបស់យើងចូលពីលើវាតែម្ដងមុខម្ហូបមួយមុខនេះពេលធ្វើឆ្អិនភ្លាមបងប្អូនត្រូវញ៉ាំភ្លាមតែម្ដងដើម្បីឲ្យមានក្លិនស្រួយក្លិនឈ្ងុយហើយនិងភាពស្រួយនៃឆ្អឹងជំនីរបស់យើងមុខម្ហូបមួយមុខនេះសាមញ្ញទេបងប្អូនប៉ុន្តែឆ្ងាញ់ប្លែកឈ្ងុយហើយស្រួយបងប្អូនអាចរៀនធ្វើទាំងអស់គ្នាផងណាហើយកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំម្នាក់មួយផងនៅពេលនេះខ្ញុំសូមអរគុណយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ